ជំរាបសួរនាងខ្ញុំឈ្មោះរ៉ាហ៊ីម៉ាជាអតីតគ្រូនៃសាលាវិជ្ជាទេសដុនបូស្កូខេត្តកែបថ្ងៃនេះផងដែរខ្ញុំចង់និយាយអំពីខែរ៉ូម៉ាដនរ៉ូម៉ាដនគឺជាឈ្មោះខែទី9នៅក្នុងសាសនាអ៊ីស្លាមដែលអល់ឡោះជាម្ចាស់បានដាក់កាតព្វកិច្ចមកលើជនមូស្លីមគ្រប់រូបឲ្យធ្វើការបួសក៏ដូចជាតមអាហាររយៈពេល1ខែពេញធ្វើឡើងជារៀងរាល់ឆ្នាំឲ្យធ្វើការតមអាហារក៏ដូចជាទឹកចាប់ពីម៉ោង5 ជិតភ្លឺរហូតដល់ម៉ោង6 ល្ងាចខែរ៉ូម៉ាដនគឺជាខែដែលល្អខែដែលវិសិទ្ធដែលអល់ឡោះជាម្ចាស់ជំរុញឲ្យជនមូស្លីមគ្រប់រូបធ្វើការបរិច្ចាគក៏ដូចជាផ្ដល់អំណោយទៅដល់អ្នកដែលជួបការលំបាកខ្វះខាតក្មេងកំព្រាក្នុងកំឡុងពេលនេះផងដែរខ្ញុំក៏បានធ្វើការផ្ដល់នៅសម្ភារៈផ្សេងបន្តិចបន្តួចជូនទៅដល់ជនជាតិដើមភាគតិចចារាយដែលបានសិក្សានៅក្នុងសាលាវិជ្ជាទេសដុនបូស្កូខេត្តកែបដែលទាំងអស់នេះគឺខ្ញុំចង់បង្ហាញពីសេចក្តីស្រឡាញ់និងទឹកចិត្តបន្តិចបន្តួចរបស់ខ្ញុំទៅចំពោះពួកគាត់ជាចុងក្រោយខ្ញុំសូមធ្វើការសំណូមពរទៅដល់អ្នកដែលមានធនធានសូមគាត់ធ្វើការបរិច្ចាគទៅដល់អ្នកដែលខ្វះខាតជួបការលំបាកក៏ដូចជាក្មេងកំព្រាមិនថាគាត់កាន់សាសនាអ៊ីស្លាមសាសនាព្រះពុទ្ធឬក៏សាសនាគ្រិស្តយើងធ្វើការចែករំលែកគ្នាទៅវិញទៅមកព្រោះអីយើងគឺជាខ្មែរតែមួយសូមអរគុណ